คลองทวีទន្លេអ៊ំបងប្អូនបាទនេះគេហៅថាคลองทวีទន្លេអ៊ំបាទហើយคลองทวีនេះផ្លូវចូលទៅប្រាសាទបាយ័នបងប្អូនបាទចូលទៅប្រាសាទបាយ័នคลองทวีប្រាសាទបាយ័នបាទស្អាតណាស់បងប្អូនអូស្អាតណាស់ស្អាតមែនតើបាទបងប្អូនសូមសរសើរស្នាដៃទឹកដៃបុព្វបុរសខ្មែរយើងបងប្អូនបាទឃើញហើយមិនសរសើរមិនបានមែនបងប្អូនបាទស្អាតមែនតើបាទមើលធម្មជាតិទន្លេអ៊ំបាទមានទូកសម្រាប់ភ្ញៀវទេសចរផងដែរបងប្អូនបាទបុព្វបុរសខ្មែរយើងគាត់បានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានថែរក្សាបាទបងប្អូនត្រូវទៅជួយ share បងប្អូនជួយ share ដើម្បីពិភពលោកបានដឹងបានឃើញនៃសម្រស់ធម្មជាតិសម្រស់នៃប្រាសាទបុរាណខ្មែរយើងបាទដែលគេដំណើរពីដូនតាបានបន្សល់ទុកឲ្យនេះបាទបងប្អូនត្រូវ share ដើម្បីឲ្យពួកគាត់បានឃើញគាត់មកលេងនៅប្រទេសយើងបាទបងប្អូនឲ្យមានប្រាក់ចំណូលដល់ប្រជាពលរដ្ឋយើងដល់ប្រជាជនយើងបាទឲ្យមានលុយចូលហូរចូលដល់រដ្ឋយើងបាទបងប្អូនបាទឲ្យបងប្អូនឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើដែរបាទបងប្អូនអញ្ចឹងអ្នកនៅដែលរស់នៅសៀមរាបនេះគាត់រស់ដោយសារភ្ញៀវច្រើនអញ្ចឹងបងប្អូនជួយ share ដើម្បីឲ្យពិភពលោកបានឃើញបានដឹងពីសម្រស់ធម្មជាតិសម្រស់នៃប្រាសាទបុរាណខ្មែរយើងបាទដែលដូនតាគាត់បានបន្សល់ទុកឲ្យដល់ក្មេងជំនាន់ក្រោយអញ្ចឹងបងប្អូនទាំងអស់ត្រូវតែជួយ share ដើម្បីឲ្យពិភពលោកបានដឹងបានឃើញនិងគាត់បានមកលេងនៅប្រទេសកម្ពុជាយើងបាទអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះហើយនឹងគាំទ្រវីដេអូនេះហើយបងប្អូននឹងជួយដើម្បីឲ្យប្រទេសយើងមានប្រាក់ចំណូលចូលពីប្រទេសក្រៅមកក្នុងប្រទេសកម្ពុជាយើងបាទយើងត្រូវតែចែករំលែកទៅដល់ពិភពលោកបងប្អូនបាទឲ្យភ្ញៀវទេសចរដែលគាត់ចង់មកលេងឲ្យគាត់បានមកទស្សនានៅស្រុកខ្មែរយើងបាទបងប្អូនបាទបងប្អូនឲ្យគេឃើញថាប្រទេសខ្មែរថាវាស្អាតប៉ុណ្ណាអត់បាទប្រទេសខ្មែរស្អាតណាស់បាទបាទបងប្អូនស្អាតអត់មានគូប្រៀបបាទជាប់លេខ1ទៀតបាទនៅលើពិភពលោកបាទប្រទេសកម្ពុជាយើងបាទបងប្អូនស្អាតដាច់បងប្អូនបាទបងប្អូនកុំភ្លេច share ឲ្យពួកគាត់បានឃើញឲ្យគាត់មកទស្សនានៅប្រទេសយើងផងបាទអរគុណច្រើន